និយាយតែថ្ងៃនេះទាញទូរស័ព្ទអូសចុះអូឡើងអូសចុះអូឡើងបងប្អូនចាឃើញគេធ្វើជាមួយនឹងជ្រក់ជើងមាន់ជ្រក់ជើងទាស្រាប់តែឃ្លានតែមកមិនបង្អង់ទុកយូរទេតោះខ្ញុំក៏ទៅទិញជើងមាន់កន្លះគីឡូណាបងប្អូនចាបន្ទាប់មកខ្ញុំមានជាមួយនឹងម្ទេសគល់ស្លឹកគ្រៃស្លឹកក្រូចអីអញ្ចឹងណាបងប្អូនចាគ្រឿងដើម្បីកាត់ឆ្អាបនិយាយទៅជាមួយនឹងគ្រឿងដែលកាត់ឆ្អាបគឺគ្មានអីក្រៅពីស្លឹកគ្រៃស្លឹកក្រូចរំដេងហើយនឹងខ្ទឹមសយើងនឹងទេបងប្អូនចាបន្ទាប់ពីបានជើងមាន់ហើយរួចរាល់បងប្អូនលាងហើយស្អាតសម្រស់ទឹកហើយស្រស់បោះហើយគឺខ្ញុំចាប់ផ្ដើមយកជើងមាន់មកកាប់បែបនេះសម្រាប់ជើងមាន់ខ្ញុំមួយខ្ញុំកាប់ជា3ចម្រៀកណាបងប្អូនដើម្បីឲ្យវាបានច្រើនបន្តិចហើយមិនគិតថាបានច្រើនបានតិចអីទេបងប្អូនចាយើងកាប់អញ្ចឹងទៅដើម្បីពេលដែលយើងបុកទឹកត្រីកោះកុងដាក់មកគឺវាចូលជាតិតែម្ដងហើយសម្រាប់ជ្រក់ជើងមាន់នេះណាបងប្អូនចាពីមុនវាគឺជាមុខម្ហូបដែលគេថាអ្នកខ្លះក៏ចេះធ្វើអ្នកខ្លះក៏មិនចេះធ្វើតែឥឡូវគឺជាមុខម្ហូបឬក៏ជាគ្រឿងក្លែមមួយដែលមិនមែនជាអាចកំបាំងទេអ្នកណាក៏ចេះធ្វើដែរបងប្អូនចាព្រោះវាងាយស្រួលក្នុងការធ្វើមែនតែម្ដងបន្ទាប់ពីខ្ញុំកាត់ជើងមាន់ខ្ញុំហើយរួចរាល់ណាបងប្អូនចាបន្ទាប់មកគឺខ្ញុំចាប់ដើមយកគល់ស្លឹកគ្រៃហ្នឹងយកមកដំហើយកាត់វាជាកង់មកបងប្អូនដើម្បីខ្ញុំយកទៅដាក់ក្នុងទឹកស្ងោរនៅពេលដែលយើងស្ងោរជើងមាន់ណាបងប្អូនចាហើយដាក់ម្ដេងបន្តិចមកដាក់ខ្ទឹមសយើងនឹងបន្តិចមកបងប្អូនហើយសម្រាប់ម្ដេងមិនបាច់ចិត្តសបកក៏បានដែរព្រោះយើងស្ងោរដើម្បីកាត់ឆ្អាបអញ្ចឹងណាបងប្អូនចាបន្ទាប់ពីខ្ញុំបានគ្រឿងផ្សំហើយរួចរាល់បងប្អូនចាគឺចាប់ផ្ដើមដាក់ដាំទឹកឲ្យពុះមកពេលដែលទឹកពុះហើយគឺខ្ញុំចាប់ផ្ដើមដាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងខ្ទឹមសចូលហើយគឺចាប់ផ្ដើមដាក់ជាមួយនឹងជើងមាន់ណាបងប្អូនពេលដែលទឹកពុះហើយចាហើយគឺខ្ញុំដាក់រ៉ូឌីបន្តិចដើម្បីឲ្យវាមានជាតិចូលទៅក្នុងជើងមាន់ហ្នឹងបើសិនជាបងប្អូនដាក់គ្រឿងឲ្យហើយក៏បានដែរដាក់អំបិលបន្តិចរ៉ូឌីបន្តិចស្ករបន្តិចអីចឹងទៅបងប្អូនពេលដែលយើងស្រុះជើងមាន់ហ្នឹងគឺធ្វើឲ្យជើងមាន់ហ្នឹងវាមានជាតិស្រាប់ចាបន្ទាប់ពីដាក់ជើងមាន់ស្រុះចោលណាបងប្អូនចាគឺខ្ញុំចាប់ផ្ដើមមកហាន់គល់ស្លឹកគ្រៃហើយនិងស្លឹកក្រូចដើម្បីយើងយកទុកទៅដាក់លាយជាមួយនឹងជើងមាន់របស់យើងហ្នឹងបងប្អូនចាហើយស្លឹកក្រូចគឺខ្ញុំចិតចំណិតស្ដើងបែបនេះពេលដែលធ្វើគ្រឿងហើយរួចរាល់បងប្អូនចាជើងមាន់ក៏ឆ្អិនល្មមសម្រាប់ខ្ញុំគឺពេលដែលជើងមាន់ឆ្អិនគឺខ្ញុំចាប់ផ្ដើមស្រង់ដាក់ក្នុងចានដែកបែបនេះមកបន្ទាប់ពីខ្ញុំស្រង់ជើងមាន់ដាក់ក្នុងចានដែកហើយរួចរាល់បងប្អូនចាគឺខ្ញុំចាប់ផ្ដើមចាក់ទឹកកកដាក់ត្រាំជើងមាន់ណាពេលដែលដាក់ត្រាំចោលហើយគឺខ្ញុំចាប់ផ្ដើមយកខ្ទឹមជាមួយនឹងម្ទេសមកបុកហើយសម្រាប់បងប្អូនដែលអត់ចូលចិត្តហឹរទេបងប្អូនប្រើម្ទេសដៃនាងបន្តិចទៅបងប្អូនអាចប្រើជាមួយនឹងម្ទេសម៉ាឡេបានព្រោះម្ទេសម៉ាឡេបងប្អូនអត់ហឹរទេហើយមានពណ៌ក្រហមស្អាតពេលដែលយើងបុកដាក់ជាមួយនឹងជ្រក់ជាមួយនឹងសម្លអីចឹងទៅគឺមើលទៅឃើញពណ៌ដ៏ស្រស់ស្អាតតែម្ដងតែសម្រាប់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំអត់មានជាមួយនឹងម្ទេសម៉ាឡេទេគឺខ្ញុំប្រើជាមួយនឹងម្ទេសដៃនាងសុទ្ធតែម្ដងហើយសម្រាប់ទឹកត្រីគឺអត់មានពិបាកធ្វើទេបងប្អូនចាបន្ទាប់ពីបុកខ្ទឹមហើយនឹងម្ទេសម៉ត់ហើយគឺចាប់ផ្ដើមដាក់អំបិលបន្តិចមកស្ករប៊ីចេងអញ្ចឹងណាបងប្អូនចាហើយសម្រាប់អំបិលគឺយើងលួចអំបិលតែបន្តិចបានហើយបងប្អូនដោយសារតែយើងប្រើជាមួយនឹងទឹកត្រីណាហើយបន្ទាប់មកច្បាច់ក្រូចឆ្មាបងប្អូនចាបន្ទាប់ពីបុកគ្រឿងហើយគឺខ្ញុំចាប់ផ្ដើមដាក់គល់ស្លឹកគ្រៃដែលខ្ញុំហាន់ហើយស្លឹកក្រូចរំដេងហើយនឹងខ្ទឹមសជើងមាន់គឺរួចរាល់ហើយបងប្អូនចាពេលដែលប្រឡាក់ហើយចឹងគឺជះក្លិនឈ្ងុយតែម្ដងម្នាក់បងប្អូនចាហើយសម្រាប់ជ្រក់ជើងមាន់នេះឥឡូវវាមិនមែនជាអាចកំបាំងអីទៀតទេឥឡូវអ្នកណាក៏ចេះធ្វើដែរជ្រក់ជើងមាន់ជ្រក់ជើងទាម្នាក់បងប្អូនចាគ្រាន់តែថាធ្វើញ៉ាំហើយយើងធ្វើចេញពីវីដេអូជូនបងប្អូនទស្សនាមើលលេងអញ្ចឹងណាបងប្អូនចានេះគឺរួចរាល់ហើយបងប្អូនចាបន្ទាប់មកខ្ញុំយកទៅដាក់ក្នុងប្រអប់ហើយខ្ញុំដាក់ក្នុងទូពី2ម៉ោងអីចឹងទៅចាំយើងយកមកញ៉ាំជាមួយនឹងខ្ទឹមបំពងអីបងប្អូនឆ្ងាញ់សន្លប់ទៀតហើយបងប្អូនចាគឺរួចរាល់ហើយត្រូវនៅខាងខ្ញុំនេះកំពុងតែមេឃរលឹមស្រេចបងប្អូនឮសំឡេងដំណក់ទឹកភ្លៀងលើដបូលស័ង្កសីឯងបងប្អូននេះហើយសម្រាប់ជ្រក់ជើងមាន់ខ្ញុំមកបន្ទាប់ពីលាយគ្រឿងហើយរួចរាល់ណាបងប្អូនចាគឺខ្ញុំចាប់ផ្ដើមយកមកដាក់ក្នុងកំប៉ុងតូចបែបនេះតែម្ដងបងប្អូនពេលដែលយកមកញ៉ាំយើងចាក់មកកំប៉ុងញ៉ាំអញ្ចឹងណាបងប្អូនគឺស្រួលចាហើយក៏អរគុណច្រើនសម្រាប់បងប្អូនទស្សនាអរគុណជម្រាបលាបាយបាយ